ពីការលាប blush នេះមិនបង្រៀនទេណាចាខ្ញុំអត់បកកែ make up ទេចាដំបូងគឺខ្ញុំប្រើចា cream blush cream ប៉ុន្តែត្រូវប្រើ bronzer មុន bronzer អាប្រៅនោះប៉ុន្តែពេលមនុស្សអត់សូវថតវីដេអូអញ្ចឹងហើយវាមានការទីមទើមចាក៏ប៉ុន្តែម្ដងនេះប្រើសាគូឈីមែនអូនចាគូឈីនេះអានេះ refill ហ្នឹងណាបងប្អូនចាមានការភ្លើតែចង់ refill ចា refill ដល់ពេលមើលចូលមើលអីម្ដងទៀតគេទៅសេដាក់ឡើងច្បាស់ refill ហើយមានភ្លើពុកមុខខ្ញុំធំមិនអាចរស់នៅដល់មានអត់អាចមាន bronzer បានទេចាវល់វិញមកអញអូខេតោះមកគឺខ្ញុំប្រើ powder ចា powder ផ្លាស់ពីលើតិចមកគឺខ្ញុំប្រើ highlighter ចា highlighter នេះតិចមកបើត្រូវមានជក់មួយទៀតចាជក់មួយទៀតយកជក់មួយទៀតសិននេះជក់នេះមិនត្រូវមុខខ្ញុំធំខ្ញុំលាបចុចតែកន្លែងនេះឲ្យឃើញមកនេះមកទៅវាធំវាខ្ញុំអត់ដាក់ប៉ាត់ណាគ្រួសារដាក់ទៅឃើញមុខខ្ញុំអត់តានេះដាក់តែមិនចង់នេះអត់ដល់នេះចាយើងមិនចេះថាលាបឃើញតាមគេជាមួយទំនុកមុខយ៉ាងដែរអញ្ចឹងបន្តិចមកវាភ្លេងគល់មកចំហមកតដាក់ខ្ទង់ណាចាវាដាក់ខ្ទង់កប់សេរីហមដល់ម៉ោង3បែកខ្លាញ់នឹងខ្ទង់ចំហមិនសូវទុកខ្លាញ់ដាក់ទៅណាអានេះមកឆ្នោតមកវាទុកមកឃើញវាបលើច្រើនដុតពេកដាក់លើនេះតិចដែរហើយមេអាប់នេះយូរខ្ជិលធ្វើវាទៅពេញណាផាត់មុខជួយជួយតែផាត់មុខតែអត់ផាត់ចាញ់ពីយ៉ាងនេះហ៊ានតែឆ្វេងហ៊ានមិនបងប្អូនពូមុខស្អីបានឆ្វេងអូខេអរគុណបងប្អូនជំរាបលាបាយបាយដែលបានតាមដានទស្សនាវីដេអូនេះជួបគ្នាវីដេអូក្រោយបាយបាយ